ជំរាបសួរបងប្អូនតាគ្នាឥឡូវនេះខ្ញុំមកដល់កំពង់ចាមហីមករៀបហុងស៊ុយនៅខាងកំពង់ចាមហើយនឹងមើលជ័យភូមិដីជួនអតិជនដែរបន្ទាប់មកគឺខ្ញុំនឹងទៅខាងកំពង់ធំអញ្ចឹងមិនថាបងប្អូននៅកំពង់ចាមក៏ដោយកំពង់ធំក៏ដោយបងប្អូនអាចតំណតំណងមកខ្ញុំបានក្នុងការរៀបចំហុងស៊ុយផ្ទះបើបងប្អូនមានគោលបំណងក្នុងការរៀបចំហុងស៊ុយផ្ទះចាប់រៀបឆ្នាំថ្មីឬមួយក៏ចង់សាងសង់ផ្ទះពីដើមទីរៀបហុងស៊ុយត្រូវពីដើមមកហ្មងបងប្អូនអាចតំណងមកខ្ញុំបានហើយខ្ញុំមកឆ្លៀតធ្វើវីដេអូជូនបងប្អូនសម្រាប់អ្នកដែលគាត់មានឆ្នាំដែលអត់ចាំថ្ងៃខែច្បាស់គាត់មានតែឆ្នាំកើតមិនសមមិញខ្ញុំបានចាញ់ឆ្នាំជូតហើយអញ្ចឹងចូលមកដល់បងប្អូនដែលគាត់មានឆ្នាំឆ្លូវម្ដងខ្ញុំមកចាញ់ឲ្យបងប្អូនមុនព្រោះដោយសារតែខែថោះខែ3គឺចូលនៅក្នុងថ្ងៃទី5ខែ3បានចូលខែថោះប៉ុន្តែខ្ញុំមកចាញ់ឲ្យបងប្អូនត្រៀមខ្លួនទុកមុនអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានឆ្នាំឆ្លូវនៅក្នុងខែ3ដែលគេហៅថាខែថោះនេះគឺបងប្អូនអាចនឹងរៀងហត់នឿយនៅក្នុងការងារមុខរបរហើយសម្រាប់មនុស្សស្រីគឺអាចនឹងសម្បូរអ្នកស្រឡាញ់គាត់ថាបងប្អូនមានការសេពគប់ត្រូវមានការប្រុងប្រយ័ត្នដែរចំពោះអ្នកដែលស្រឡាញ់យើងអញ្ចឹងហើយចំពោះមនុស្សប្រុសអាចមានឱកាសឡើងឋានៈតួនាទីយើងអាចបញ្ចេញសមត្ថភាពក្នុងការឡើងឋានៈតួនាទីបានហើយបើយើងគិតពីឆ្លូវនឹងថោះអត់មានឆុងគ្នាទេគ្រាន់តែបើសិនជាបងប្អូនទាំងអស់គ្នាកើតនៅក្នុងឆ្នាំឆ្លូវតែបែរជាអត់ត្រូវការធាតុមាសចៃដន្យដួងយើងអត់ត្រូវការធាតុមាសអត់ត្រូវការធាតុឈើអាចនឹងយើងមានភាពហត់នឿយមានសម្ពាធពីរឿងការងារកូនចៅបុគ្គលិកអត់សូវស្ដាប់អីចឹងហើយបើសិនជាបងប្អូនកើតឆ្នាំថោះតែចៃដន្យយើងត្រូវការធាតុមាសឬមួយក៏ត្រូវការធាតុឈើអញ្ចឹងអាចទៅឲ្យអត្តន័យថាល្អក្នុងការបញ្ចេញសមត្ថភាពក្នុងការឡើងឋានៈតួនាទីអាចជួបស្នេហាមានអ្នកស្រឡាញ់ចូលចិត្តយើងច្រើនអញ្ចឹងណាចវាយនេះអាណិតស្រឡាញ់អញ្ចឹងអញ្ចឹងបងប្អូនអាចស្ដាប់ទៅតាមនឹងបានសង្កេតមើលថាខ្លួនឯងត្រូវការធាតុអីប្រើប្រាស់ធាតុអីបានមិនបានបងប្អូនអាចសង្កេតមើលពេលខ្ញុំចាញ់ជាប្រចាំខែហ្នឹងបងប្អូននឹងដឹងថាបងប្អូនមានឆ្នាំអីដែលគាត់ផ្លេចថ្ងៃខែម៉ោងអីអញ្ចឹងគាត់មានតែឆ្នាំឯងអញ្ចឹងតើគាត់ល្អជាមួយនឹងខែដែលខ្ញុំនិយាយដែរអត់ឬមួយក៏មានបញ្ហាបងប្អូនអាចសង្កេតមើលតាមនឹងបានអញ្ចឹងថ្ងៃនេះខ្ញុំមកមានប៉ុណ្ណឹងឯងអរគុណច្រើនបងប្អូនអ្នកគ្នាជម្រាបលា